Vector Cambodia น้อมมกจูนโดยเอสเจเปิดกำลังบากาฮานุมานไลกาโบเฟรนนโดជំរាបសួរបានខ្ញុំបានឈ្មោះវុធីខ្ញុំបានមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលបានមកប្រឡងកម្មវិធី Vector Cambodia សប្តាហ៍ថ្ងៃខ្ញុំបានគឺជាអ្នកចម្រៀង Affair នៅខេត្តត្បូងឃ្មុំសប្តាហ៍ថ្ងៃគឺខ្ញុំស្រឡាញ់ខាងវិស័យចម្រៀងនឹងខ្លាំងណាស់ខ្ញុំមកប្រឡងនេះដើម្បីឲ្យខ្ញុំបាទមានភាពល្បីល្បាញជាងមុននិងអាចផ្លាស់ប្ដូរជីវភាពខ្ញុំឲ្យល្អប្រសើរជាងមុន វុធីខេមតន្ត្រីសួងអូខេជូនពរដើម្បីជាជំនះកិត្តិយសតន្ត្រីរបស់យើងកាន់តែល្បីអូខេស៊ូស៊ូបងយេហាតាណៃ1 2 3យេសារភាពខ្ញុំគិតថាវាមិនល្អ 100% ទេប៉ុន្តែខ្ញុំនឹងតាំងចិត្តអាចប្រឡងប្រជែងជាមួយនឹងបេក្ខជនផ្សេងៗបានជំរាបសួរបងគណៈកម្មការទាំង4ជំរាបសួរអូនបាទបងស្រស់ស្រាយហ្មងពណ៌ភីងពីចម្ងាយមកជំរាបសួរបាទខ្ញុំបាទជួននពធិមានអាយុ28ឆ្នាំរស់នៅខេត្តកណ្ដាលសប្តាហ៍ថ្ងៃខ្ញុំគឺជាអ្នកចម្រៀង Affair ម្នាក់នៅខេត្តត្បូងឃ្មុំជាអ្នកចម្រៀងហើយមានអាជីពអីផ្សេងក្រៅពីចម្រៀងអត់ពីមុនធ្លាប់បើកឡានដែរតែឥឡូវឈប់ហើយបងជាង Affair វិញបងពេលបើកឡានហ្នឹងបើកឡានមិនវិញជាដឹកភ្ញៀវចេញពីខេត្តមួយទៅខេត្តមួយឬមួយក៏នៅតែមួយកន្លែងបើកពីតែមួយកន្លែងដូចថាអត់មានឆ្លងខេត្តណាបើកតែក្នុងពលានហ្នឹងបងពីមុនបើកឡានដឹកដីក្នុងពលានថ្មីហ្នឹងបងនៅពលានថ្មីដឹកដីឡានដឹកដីហ៎បាទឥឡូវឈប់4ឆ្នាំហើយបងឈប់បើក4ឆ្នាំបើក4ឆ្នាំហើយពិបាកអេមើលនិយាយបទពិសោធន៍ពីការងារពីមុនមើលពិបាកដែរបងដោយសារយើងបើកឡានយើងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់យើងប្រុងប្រយ័ត្នចាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ណាបាទបងចាតែបើកឡានធំហ្នឹងតើយើងបកកែដែរណាអូខេចឹងបងសង្ឃឹមថារយៈពេល2នាទីជាងនិង3នាទីនេះបើសិនជាអូនធ្វើឲ្យបានល្អអូននឹងទទួលបានលទ្ធផលល្អបាទអរគុណបងអូខេជូនពរបាទអរគុណច្រើនបងចាអូនខ្ញុំសងសាបងស្រឡាញ់អូនជាងគេពីមុនខូចតែឥឡូវតើជើងត្រឹមស្នួនពីមុនជាព្រៀនលោកមានសងសា3 4តែឥឡូវជាប់ខ្លួនមានតែស្នួនមួយទេគ្មានពីរខ្ញុំសងសាបងអូនដូចមានមួយពនកំលឹងអូនល្អម្លឹងបងមិននឹងដាច់ចិត្តចោលឈរទ្វាបែដងបងមិនត្រឹមនឹងហើយស្រីស្អាតទាំងឡាយខ្ញុំឈប់ហើយធ្វើព្រាននារីទ្វាបែដងបងមិនត្រឹមកលយានមានអូនសំណាងដូច្នេះបានឡាន Lamborghiniខ្ញុំសងសាបងស្រឡាញ់អូនជាងគេពីមុនខូចតែឥឡូវតួជើងត្រឹមស្នួនពីមុនជាព្រៀនលោកមានសងសា3 4តែឥឡូវជាប់ខ្លួនមានតែស្នួនមួយទេគ្មានពីរខ្ញុំសងសាបងអូនមានមួយពណ៌សម្លឹងអូនល្អបងមិននឹងដាច់ចិត្តចោលឈរទ្វាបែដងបងបាត់ត្រឹមនឹងហើយស្រីស្អាតទាំងឡាយខ្ញុំឈប់ហើយធ្វើព្រាននារីទ្វាបែដងបងបាត់ត្រឹមនឹងហើយមានអូនសំណាងដូច្នេះបានឡាន Lamborghini អរគុណវុធីចាបទចម្រៀងប្រភេទនេះរៀងសប្បាយផងកមិចកមើមផងហើយត្រូវមានអឿនច្រើននៅក្នុងនឹងទៀតចាអញ្ចឹងនិយាយពីការប្រើប្រាស់សម្លេងហ្នឹងគឺពិបាកក្នុងការ control បន្តិចប៉ុន្តែសម្រាប់វុធីគឺព្យាយាមមែនតើអឿននៅរក្សាបានល្អកម្លាំងមានហើយរៀងឆើតបានល្អគាត់តែរៀងស្ទើរកតុយបន្តិចដោយសារបើអារម្មណ៍របស់បងដូចបងចង់ឲ្យអាកន្លែងចំណុចច
ចុងកតុយនោះឲ្យចំណោតឲ្យចំណោតណាចាប៉ុន្តែកម្លាំងអីមានបានល្អណាអរគុណច្រើនវិធី ការបកស្រាយបទចម្រៀងមួយបទនេះបងសរសើរជាងគេគឺភាពរលាស់ទៅក្នុងការផ្លាស់ប្ដូររបត់សម្លេងណាពីព្រោះអាការធ្វើអឿនហ្នឹងមិនមែនសិតតែស្រួលទេអូនព្រោះច្រៀងបទត្រង់ស្រែកអីខ្ពស់អីមិនបញ្ហាប៉ុន្តែការបទដែលមានអឿនច្រើនអូនច្រៀងបានប៉ុណ្ណេះគឺពិតជាគួរឲ្យសរសើរអរគុណច្រើនអូនបាទបង ទោះបីជាបត់ហ្នឹងកលុកកលាក់មិនប៉ុន្តែយើងមិនចង់ធ្វើខ្លួនយើងឲ្យដូចគាត់ទេគ្រាន់តែយើងកុំឲ្យបាត់បែបបងតម្រង់នៃបត់គាត់ពេលណាដែលយើងគេធ្លាប់ស្ដាប់បត់ហ្នឹងបែបព្រោះអញ្ចឹងដល់ពេលយើងរៀងឆាប់ផ្ដាច់អញ្ចឹងទៅវាអាចធ្វើឲ្យបត់ចម្រៀងហ្នឹងវាខ្វះតិចតួចប៉ុន្តែបងពេញចិត្តនៅមនោចេតនានៃទឹកដមធម្មជាតិរបស់ពុទ្ធិមានជាតិផ្អែមនៅក្នុងហ្នឹងចាអរគុណបង ពុទ្ធិនៅពេលណាដែលយើងមានដើមទុនសម្លេងពីធម្មជាតិមកយើងមានគេហៅថាបាតគ្រឹះបាតពីក្រោមមកសម្លេងបែបនេះគេហៅថាគ្រឹះបាតហើយយើងទៅណាក៏បានដែរដោយសារតែយើងមានកលុកកលាក់មានអឿនបែបនេះមកហើយអញ្ចឹងសម្រាប់បងគិតថាពុទ្ធិមានសមត្ថភាពល្អមានសម្លេងល្អអរគុណ អរគុណច្រើនបង អូខេវិធីឥឡូវនេះជាពេលវេលាដែលបងនឹងផ្ដល់លទ្ធផលសម្រាប់បង Yes អូនអាចទៅបាន អរគុណបង សម្រាប់បង Yes អរគុណបង Yes អរគុណបង បងសាទរវិធី បាទអរគុណបងជម្រាបបង អូខេចឹងប្រឹងប្រែងបន្តណាណាអូខេអរគុណច្រើនអូនអរគុណបាទអូខេចេញអូនតាបាទ X Factor Cambodia រដូវកាលទី2